សូមស្វាគមន៍មកកាន់ Channel Let's Talk ថ្ងៃនេះខ្ញុំមានប្រធានបទមួយទាក់ទងនឹងបុរសដែលបានស្លាប់ក្នុងការស្វែងរកទីក្រុងសិទ្ធិដែលបាត់បង់កុំឲ្យខាត់ពេលយូរសូមទស្សនាដូចតទៅនៅពេលដែលជនជាតិអេស្ប៉ាញដំបូងបានផ្សងព្រេងចូលទៅក្នុងព្រៃ Amazon បាស៊ីនក្នុងឆ្នាំ1540ពួកគេបានកត់ត្រាទុកជនជាតិដើមភាគតិចកំណត់នៃការបាត់បង់ទីក្រុងនៃទ្រព្យសម្បត្តិដ៏អស្ចារ្យដែលពួកគេហៅថា Eldorado ដែលមានន័យថាមាសអស់ជាច្រើនសតវត្សរ៍មកហើយការប៉ុនប៉ងជាច្រើនត្រូវបានធ្វើឡើងដើម្បីកំណត់ទីតាំងអរិយធម៌ដែលបាត់បង់ក្នុងព្រៃទឹកភ្លៀង Amazon ការប៉ុនប៉ងដ៏សំខាន់ចុងក្រោយដើម្បីស្វែងរកវប្បធម៌បែបនេះដែលបានអនុវត្តដោយអ្នករុករកជនជាតិអង់គ្លេសម្នាក់ឈ្មោះថា Percy Fawcett នៅចន្លោះឆ្នាំ1906និងឆ្នាំ1924 Fawcett បានធ្វើបេសកកម្មចំនួន7ឆ្លងកាត់ Amazon បាស៊ីនបានបញ្ចប់ជាមួយនឹងដំណើរស្វែងរកទីក្រុងដែលគាត់ហៅថា Set Fawcett បានបំផុសគំនិតដោយការអានយ៉ាងទូលំទូលាយរបស់គាត់អំពីប្រវត្តិសាស្ត្ររួមទាំងឯកសារអាថ៌កំបាំងដែលគេស្គាល់ថាសាស្ត្រាចារ្យ512បុរសដែលមានកម្លាំងផ្លូវចិត្តនិងផ្លូវកាយមិនធម្មតា Fawcett បានធ្វើការនៅពេលមួយនៅពេលតំបន់ Amazon ភាគច្រើននៅតែមិនមានឯកសារដោយជនជាតិអឺរ៉ុបដែលបានស្វែងរកការរុករករបស់ព្រៃនិងផ្លូវទឹកស្វែងរកទីក្រុងបុរាណនិងទ្រព្យសម្បត្តិការបាត់ខ្លួនរបស់គាត់កំឡុងពេលការស្រាវជ្រាវសិទ្ធិរបស់គាត់ក្នុងឆ្នាំ1925ក្នុងតំបន់ Mato Grosso នៃប្រទេសប្រេស៊ីលបានបន្តការទាក់ទាញដល់អ្នកនិពន្ធនិងអ្នកផលិតភាពយន្ត Percy Harrison Fawcett បានកើតនៅឆ្នាំ1867ក្នុង Torgay de Rock ស្រុកអង់គ្លេសដែលមានអ្នករុករកនិងនាវិកដ៏ល្បីល្បាញជាច្រើននាក់រួមទាំង Francis Drake និង Walter Raleigh ជាកូននៃអភិជនដែលបានបាត់បង់ទ្រព្យសម្បត្តិ Fawcett បានរៀបរាប់អំពីកុមារភាពរបស់គាត់គឺខ្វះភាពកក់ក្ដៅនៅអាយុ19ឆ្នាំគាត់ត្រូវបានតែងតាំងជាអនុសេនីយ៍តូនៅក្នុង Royal Artillery និងបានបញ្ជូនទៅកាន់មន្ទីរនៃចក្រភពអង់គ្លេសនៅក្នុងឆ្នាំ1901 Fawcett បានចូលរួម Royal Geographical Society នៃទីក្រុង London និងធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិកាជាអ្នកស្ទង់មតិក្នុងសេវាកម្មនៃរដ្ឋអង់គ្លេសគាត់មានភារកិច្ចប្រមូលព័ត៌មានស៊ើបការរបស់យោធាក្នុងឆ្នាំ1906គាត់ត្រូវបានចាត់តាំងដោយសង្គមឲ្យដឹកនាំបេសកកម្មទៅកាន់ព្រៃ Amazon ការមកដល់អាមេរិកខាងត្បូងគឺជាពេលដែលជីវិតទាំងមូលរបស់គាត់ត្រូវបានផ្លាស់ប្ដូរកំណត់ចេញពី La Paz ដើម្បីគូសផែនទីទឹកដីដ៏ធំលើព្រំដែននៃប្រទេសបូលីវីនិងប្រទេសប្រេស៊ីល Fawcett តែងតែប្រឈមមុខនឹងអរិយភាពពីជនជាតិដើមភាគតិចដែលតែងតែខឹងសម្បារដោយយកជំពាកកៅស៊ូបាញ់ទៅលើគាត់តែបានលុកលុយលើទឹកដីរបស់ពួកគេដើម្បីទាញយកកៅស៊ូដើម្បីប្រើប្រាស់អស់រយៈពេល71ទសវត្សរ៍គាត់បានដើរក្នុងព្រៃ Amazon បាស៊ីនជាញឹកញាប់ជនជាតិអឺរ៉ុបដំបូងបានកត់ត្រាលក្ខណៈភូមិសាស្ត្រដូចជាទឹកជ្រោះជាដើមការសរសេររបស់លោកបានបង្ហាញពីការស្ញប់ស្ញែងដែលគាត់បានជួបប្រទះគាត់បានសរសេរថានៅពីលើពួកយើងគឺភ្នំឈ្មោះថា Ricardo Francisco ដែលមានរាបស្មើនឹងអាថ៌កំបាំងគែមរបស់វាមានស្នាមជាច្រើននៅក្នុងច្រឡងពួកវាឈរដូចជាបានបក់ពិភពលោកព្រៃមានតាំងពីជើងភ្នំរហូតដល់កំពូលភ្នំហើយការស្មើសម័យអាចប្រមាលមើលចុងក្រោយនៃយុគសម័យមួយដែលបានបាត់បង់អស់ជាយូរមកហើយការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី1បានខកខាននៃការរុករកដ៏សម្បូរបែបនេះហើយបង្ខំឲ្យគាត់ត្រឡប់ទៅអឺរ៉ុបវិញទោះបីជានៅក្នុងវ័យ50ឆ្នាំរបស់គាត់ Fawcett មានរាងកាយដ៏ល្អមាំមួនហើយគាត់បានបង្ហាញថាគាត់គឺជាទាហានដ៏ឆ្នើមម្នាក់ទោះយ៉ាងណាក៏ដោយ Fawcett មិនអាចអង្រួនភាពទាក់ទាញនៃអាមេរិកខាងត្បូងបានទេដូច្នេះពេលដែលចប់សង្គ្រាមគាត់បានត្រឡប់ទៅប្រេស៊ីលវិញកន្លែងដែលគាត់នឹងបន្តគំនិតដែលនាំគាត់ទៅដំណើរផ្សងព្រេងដ៏អស្ចារ្យចុងក្រោយរបស់គាត់ហើយនៅទីនោះគាត់បានស្លាប់យ៉ាងអាថ៌កំបាំងបំផុត
ទោះបីជា Fawcett តែងតែប្រកាន់លើពូជសាសន៍និងគំនិតនៅពេលដែលគាត់សរសេរពីជនជាតិដើមភាគតិចរបស់ប្រេស៊ីលតែគាត់ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយល់ពីទំនៀមទម្លាប់និងភាសារបស់ពួកគេផងដែរគាត់មានការសោកស្ដាយចំពោះផលប៉ះពាល់នៃភាពលោភលន់របស់អាណានិគមលើសង្គមទាំងនេះហើយបានជឿជាក់ថាកិត្តិយសភាសាអេស្ប៉ាញនិងប៉ូទុយហ្គាល់ពីសតវត្សទី16និង17នៃអរិយធម៌ដ៏ស្មុគស្មាញក្នុងព្រៃទឹកភ្លៀងប្រហែលជាមានគុណសម្បត្តិឯកសារពិសេសមួយដែលគួរឲ្យចាប់អារម្មណ៍របស់ Fawcett ត្រូវបានគេស្គាល់ថាសាស្ត្រាធិរដ្ឋ512ហើយសរសេរជាភាសាប៉ូទុយហ្គាល់វាត្រូវបានសន្មតថាជាកិត្តិយសរបស់អ្នកផ្សងព្រេងនិងអ្នកប្រមាញ់នៅក្នុងឆ្នាំ1753ក្នុងការស្វែងរកលោហៈធាតុដ៏មានតម្លៃអ្នកផ្សងព្រេងបានរកឃើញទីក្រុងបាក់បែកមានអគារដ៏អស្ចារ្យផ្លូវនិងផ្លាសាមួយនៅក្នុងជ្រុងនីមួយៗគឺជាអាងពងក្រពើនៅក្នុងបែបរចនាបថរបស់រ៉ូម៉ាន់ឯកសារដែលបំផុសគំនិតមួយផ្នែកដល់ការស្វែងរករបស់ Fawcett សម្រាប់ Z ត្រូវបានរក្សាទុកនៅក្នុងបណ្ណាល័យជាតិរបស់ប្រទេសប្រេស៊ីលសាស្ត្រាស្រិត512ត្រូវបានចាត់ទុកថាជាការក្លែងបន្លំដោយអ្នកប្រាជ្ញមួយចំនួនទោះបីជា Fawcett មិនមែនជាមនុស្សតែម្នាក់គត់ដែលបានជឿថាគឺជាពិតប្រាកដក៏ដោយអ្នករកឈ្មោះ Richard Burton បានចាប់អារម្មណ៍ដោយកំឡុងពេលការធ្វើដំណើររបស់គាត់ក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ1860អ្នកប្រាជ្ញត្រូវបែងចែកអំពីភាពត្រឹមត្រូវនៃសាស្ត្រាស្រិតអ្នកដែលសង្ស័យគិតថាវាគឺជាការក្លែងបន្លំប្រទេសប្រេស៊ីលបានទទួលឯករាជ្យពីប៉ូទុយហ្គាល់នៅឆ្នាំ1822វានឹងមានប្រយោជន៍សម្រាប់សាធារណរដ្ឋថ្មីដែលគ្មានសមត្ថភាពក្នុងការស្វែងយល់ឯកសារដែលពណ៌នាអំពីអរិយធម៌បុរាណនៅក្នុងទឹកដីរបស់ខ្លួនដែលស្ថិតនៅតំបន់ម៉ាយ៉ាដ៏អស្ចារ្យនៅអាមេរិកកណ្ដាលទោះបីជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅពេលនោះបានទទួលយកភាពត្រឹមត្រូវនៃសាស្ត្រាស្រិតរួមទាំង Fawcett បានបញ្ចុះបញ្ចូលរួចហៅថាកិត្តិយសដំបូងនៃអរិយធម៌ដ៏ស្មុគស្មាញនៅក្នុងព្រៃទឹកភ្លៀងគឺត្រឹមត្រូវហើយគាត់បានជក់ចិត្តជាមួយនឹងការស្វែងរកបែបនេះបើទោះបីជា Fawcett បានបំផុសគំនិតដោយការអះអាងរបស់សាស្ត្រាធិរដ្ឋ512ក៏ដោយគាត់មិនដែលមានបំណងដើម្បីស្វែងរកទីក្រុងដែលគាត់ពណ៌នានោះទេការតាំងទីលំនៅនៅក្នុងឯកសារនោះសន្មតថានៅភាគឦសាននៃប្រទេសប្រេស៊ីលដោយលើកឡើងពីប្រភពផ្សេងទៀតដែលគាត់សុំមិនបញ្ចេញឈ្មោះលោក Fawcett បានជឿជាក់ថាអរិយធម៌ដែលបានបាត់បង់មាននៅក្នុងព្រៃតំបន់កណ្ដាលភាគខាងលិចនៃ Mato Grosso គាត់បានដាក់ឈ្មោះទីក្រុងនោះថា Z នៅក្នុងខែមេសាឆ្នាំ1925 Fawcett បានកំណត់ចេញពីគុយបាដើម្បីស្វែងរកវាអមដោយកូនប្រុសច្បងរបស់គាត់ឈ្មោះថា Jack និងមិត្តល្អរបស់កូនប្រុសរបស់គាត់ឈ្មោះថា Ralia Rimmel ដំណឹងចុងក្រោយពីពួកគេគឺនៅក្នុងសម្បត្តិដែល Fawcett បានផ្ញើទៅកាន់ប្រពន្ធរបស់គាត់ដែលក្នុងនោះគឺសរសេរថាពួកយើងនឹងបាត់បង់ពីអរិយធម៌រហូតដល់ឆ្នាំក្រោយស្រមើសម័យមើលពួកយើងនៅក្នុងព្រៃរហូតមកដល់ពេលនេះមិនមានមនុស្សស៊ីបន្លែទេហើយបន្ទាប់មកពួកគេបានបាត់ខ្លួនពួកគេបានសម្លាប់ដោយសត្វឬក៏សម្លាប់ដោយមនុស្សនេះគឺជាសំណួរបេសកកម្មជាច្រើនត្រូវបានចាប់ផ្ដើមនៅក្នុងការប៉ុនប៉ងដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើងរួមទាំងការដឹកនាំដោយលោក Peter Fleming ការបណ្ដាក់ទុនទាំងនេះជាច្រើនក៏បានបញ្ចប់ដោយសោកនាដកម្មផងដែរហើយគ្មាននរណាម្នាក់បំភ្លឺពីអ្វីដែលបានកើតឡើងចំពោះ Fawcett នោះទេក្នុងឆ្នាំ1952អ្នកជំនាញផ្នែកនរាវិទ្យា Orlando Villas-Boas បានប្រកាសថាគាត់បានរកឃើញឆ្អឹងអ្នករុករកហើយថាជាកុលសម្ព័ន្ធ Collapato Indians បានសារភាពថាបានសម្លាប់គាត់ក្រោយការធ្វើកោសល្យវិច័យក្រោយមកបានមកឯងថាអត្តធាតុនោះមិនមែនជាធាតុរបស់ Fawcett នោះទេរឿងរបស់ Fawcett មានផលប៉ះពាល់ដល់វប្បធម៌យូរអង្វែងគាត់គឺជាអ្នកបំផុសគំនិតមួយសម្រាប់តួអង្គ Indiana Jones អ្នករុករកជនជាតិអង់គ្លេសក៏ជាប្រធានបទនៃ The Legacy of Z របស់លោក David Grant ដែលមានចំណងជើងថា A Tale of Deadly Obsession in the Amazons ភាពយន្តក្នុងឆ្នាំ2026នៅក្នុងសៀវភៅរបស់គាត់លោក Grant ស្រង់សម្ដីរបស់ Collapato Indians
ដែលបានទទូចថាពួកគេមិនបានសម្រាប់ Fawcett នោះទេពួកគេបានឃើញផ្សែងចេញពីជំរំរបស់ Fawcett រយៈពេល 2-3 ថ្ងៃរហូតដល់វាឈប់ពួកគេបាននិយាយថាគាត់តំណងជាបានស្លាប់ក្នុងកណ្ដាប់ដៃរបស់អារេភាពនៅក្នុងទឹកដីភាគខាងកើតទោះបីជាអាចកំបាំងនៃថ្ងៃចុងក្រោយរបស់គាត់មិនអាចដោះស្រាយបានពេញលេញក៏ដោយដំណើរស្វែងរកទីក្រុងដែលបាត់របស់ Fawcett អាចនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចាប់តាំងពីការបាត់ខ្លួនរបស់គាត់ការរុករកនៅភាគឦសានម៉ាតូក្រូសូបានរកឃើញអតីតធាតុនៃការតាំងទីលំនៅក្នុងទីក្រុងធំៗដែលឥឡូវនេះមានទីតាំងនៅក្នុង Xingu Indigenous Park អគារនេះមានឈ្មោះថា Kuhi Kugu រួមមានសំណល់នៃធ្នូស្ពាននិងទីលានធំៗការស្កេនលីដាសម័យទំនើបបានបង្ហាញបន្ថែមទៀតថានៅចន្លោះពីឆ្នាំ1500ទៅ400ឆ្នាំមុនផ្នែកនៃ Amazon នោះគឺពិតជាកន្លែងនៃការតាំងលំនៅដ៏ធំខណៈពេលដែលអត្តសញ្ញាណនិងទីតាំងពិតប្រាកដរបស់ Z នៅតែជាអាចកំបាំងហើយការលើកឡើងរបស់ Fawcett អំពីទីក្រុងបុរាណដែលលាក់កំបាំងនៅក្នុងតំបន់ហាក់ដូចជាត្រឹមត្រូវសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នកក្នុងការតាមដាននិងទស្សនាវីដេអូមួយនេះបើពេញចិត្តជួយ Subscribe ហើយចុចកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណសូមជម្រាបលា